អូខេសម្រាប់បងប្អូនដែលប្រើ Telegram ហើយវាអត់បង្ហាញ notification របៀបនេះវាអត់បង្ហាញលេខថា message នៅសល់ប្រហែលអត់ទាន់បានអានឬក៏អត់ទាន់អីចឹងទៅបើសិនវាអត់បង្ហាញ notification មានលេខមានអីចឹងទេបងប្អូនអាចចូលមកបើកបានអញ្ចឹងយើងគ្រាន់តែចុចលើ Telegram ហ្នឹងឲ្យជាប់មកតមកទៀតនេះយើងយកកន្លែងនេះអាសញ្ញាឧទាននេះអារូបនេះណាខ្ញុំមើលនេះអូខេយើងចុចកន្លែងហ្នឹងមកតមកទៀតយើងចូលកន្លែង notification នេះណាអូខេយើងចុចលើ notification ហ្នឹងមកបន្តមកទៀតយើងធ្វើការ on notification ហ្នឹងមកបន្តមកទៀតយើងត្រូវការ tick ទាំង3នេះទាំង lock screen ទាំង back ទាំង pop up បើសិនជាយើងអត់ tick ទេចឹងវាបង្ហាញតែ option ណាដែលយើង tick ទេឧទាហរណ៍ខ្ញុំដោះចឹងទៅអញ្ចឹងខ្ញុំដោះអញ្ចឹងឧទាហរណ៍ខ្ញុំដោះប៉ុណ្ណឹងណាអញ្ចឹងវា Telegram របស់យើងលេខបង្ហាញលេខទេឃើញទេអញ្ចឹងយើងចូលវិញមកណាអូខេអញ្ចឹងកន្លែង notification ហ្នឹងនេះណាយើងត្រូវធ្វើការបើកទាំងអស់អូខេបន្ទាប់ពីយើងបើកទាំងអស់ហើយយើងត្រូវចូលមកកាន់ setting ទៀតណាយើងចូលមកកាន់ setting របស់យើងមកណាចូលមកកាន់ setting មកហើយយើងអស់មករកកន្លែងnotification នៅលើទូរស័ព្ទរបស់យើងមួយទៀតអូខេបន្ទាប់មកទៀតកន្លែងហ្នឹងយើងយកកន្លែង app notification នេះណាអូខេយើងចុចកន្លែងហ្នឹងមកយើងរក app ណាដែលវាអត់បង្ហាញដូចតែ app យើងបិទចេះទៅគឺអត់បង្ហាញ notification ទេអញ្ចឹងយើងត្រូវការបើកវាពណ៌ខៀវៗមកនៅ Telegram របស់ខ្ញុំអូខេអញ្ចឹងយើងត្រូវតែធ្វើការបើកកន្លែង notification ហ្នឹងមកបានមានគេ send message មកយើងអាចមើលឃើញអញ្ចឹងយើងអាចចុចលឿននឹងទៀតមកណាយើងចុចលឿននឹងមកនេះយើងបើកទាំងអស់មកនេះយើង allow មកនេះយើង on មកណាអូខេអញ្ចឹង Telegram យើងមកបង្ហាញ notification ហើយអូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងកុំភ្លេចជួយ like follow និង subscribe នៅ YouTube admin អ្នកមួយផងយើងជួបគ្នានៅវីដេអូក្រោយ